ជំនួបលើកនេះគឺជាជំនួបលើកទី11បន្ទាប់ពីក្រសួងអប់រំយុវជននិងកីឡាបានធ្វើការកែតម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ2013ក្រោមពាក្យស្លោកអ្នកចេះគឺជាប់ការជួបសម្ដែងសម្ដាលជាមួយសម្ដេចនាយករដ្ឋមន្ត្រីនៅថ្ងៃនេះអាចចាត់ទុកថាវាជាកិត្តិយសដ៏ធំធេងសំខាន់ណាស់ចំពោះខ្ញុំផ្ទាល់ក៏ដូចជាសិស្សានុសិស្សដទៃទៀតផងដែរហើយកម្មវិធីថ្ងៃនេះក៏បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ក៏ដូចជាការឲ្យតម្លៃពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រីក៏ដូចជាថ្នាក់ដឹកនាំទៅលើវិស័យអប់រំជាពិសេសគឺការបណ្ដុះបណ្ដាលធនធានមនុស្សនេះឯងគឺចង់ឲ្យសិស្សានុសិស្សទាំងអស់ក្លាយជាធនធានមនុស្សដើម្បីចូលរួមកសាងសង្គមជាតិឲ្យមានភាពរីកចម្រើននិងមានសុខសន្តិភាពសម្រាប់ខ្ញុំយល់ថាមានកត្តាជាច្រើនដែលជំរុញឲ្យការសិក្សាហ្នឹងវាទទួលបានជោគជ័យប៉ុន្តែការជ្រើសរើសសាលារៀនក៏វាជំរុញមួយដែរលោកគ្រូជាក់ស្ដែងយើងឃើញថាខ្ញុំគឺជាសិស្សនៅ AS តាំងពីថ្នាក់ទី1មកហើយ AS គឺពឹងផ្អែកទៅលើវិន័យសេវាកម្មហើយនិងគុណភាពជាក់ស្ដែងវិន័យនៅសាលាគឺពិតជាតឹងរឹងមែនជាពិសេសគឺគេមានការរៀបចំការប្រឡងមិនថាប្រចាំខែមិនថាឆមាសគឺតឹងភាពតឹងរឹងទាំងអស់ហ្នឹងហើយគឺបានធ្វើឲ្យសិស្សគ្រប់រូបគឺគាត់ខំប្រឹងមើលមេរៀនគាត់អត់មានកំណត់ថាបើកចាក់ឬចម្លងប្រយោគផ្សេងការដែលយើងទៅប្រឡងជាមួយនឹងចំណេះដឹងផ្ទាល់ខ្លួនដែលអត់ចាំបាច់ពឹងផ្អែកទៅលើឯកសារទាំងអស់ហ្នឹងគឺវាធ្វើឲ្យយើងជាបុគ្គលមួយល្អម្នាក់ដែរដោយសារតែពេលយើងចូលដល់វិស័យការងារគឺយើងត្រូវតែពឹងផ្អែកទៅលើសមត្ថភាពខ្លួនឯងឲ្យបានល្អបំផុត